ដល់វត្តសតហើយញាតិញោមដល់វត្តសតហើយស្អាតហើយញាតិញោមស្អាតណាស់តែវានេះទេសភាពទៅតាមលបងញាតិញោមខាងស្អាតនេះញោមទេសភាពស្អាតមែនញោមម៉ូតូយឺតតិចញោមយឺតតិចថតជីវីដេអូយឺតតិចស្អាតញោមទេសភាពយឺតស្អាតញោមខ្លងទ្វារនេះធំមែនតើស្អាតថ្ងៃនេះមនុស្សច្រើនណាញោមហ្នឹងហើយញោមមកសឹមមិញមនុស្សតិចទេស្អាតហើយញោមស្អាតមែនតើបងញោមទៅសឹមមិញស្អាតទេសភាពញោមផ្លូវចូលក្នុងនេះបច្ឆ័យលៈសម្ដេចតាសម្ដេចយាយនឹងទាធំស្រាយឆាន់ទេសភាពឡូយញោមហើយនេះខ្ញុំយកមកច្រើនមែនតើកាលណាកូនចាស់យានយកមកច្រើនគាត់ឃើញទេមិញដបងស្អាតណាវត្តនេះអ្នកលក់អូញាតិញោមអ្នកលក់ដល់ហើយនេះអ្នកលក់ខ្វះទេនេះវត្តសិតកំភៃខ្លាចអត់ញាតិញោមអើយស្បូនណាស់ស្អីក៏មានដែរវត្តសិតស្អីក៏មានដែរញោមមិនខ្វះទេមានពោតមានកាឡានមាននំមានណែហើយជាទីផ្សារមួយបាត់ហើយញាតិញោមនេះក៏ជាទស្សនីយភាពមួយចំនួនដែលញាតិញោមអាចមើលបាននេះមហាកូននិមន្តមកហើយនេះអូដល់ហើយអ្នកលក់មិនខ្វះអីក៏មានដែរញោមដល់វត្តសរហើយមិនភ័យទេអីក៏មានដែរឈប់ហ្នឹងឯងឈប់ហ្នឹងអញ្ចឹងនេះមិនខ្វះទេមកម្សិលមិញថតអត់បានមកម្សាទៀតមិនខ្វះតែញាតិញោមទេសភាពពេលថ្ងៃនេះមេឃភ្លៀងត្រជាក់ល្អភ្លៀងខ្លាំងញោមមុនហ្នឹងនៅខេត្តអត់មានផងគាត់វាខ្មៅហើយខ្យល់ថ្ងៃ